កម្លាំងនគរបាលរាជធានីភ្នំពេញបង្ក្រាបក្រុមក្លែងបន្លំជាសមត្ថកិច្ចចាប់ជំរិតទារលុយពីជនជាតិចិនពេលយប់ធ្វើឲ្យប៉ះពាល់ភ្ញៀវទេសចរយ៉ាងខ្លាំងឃាត់ខ្លួនបាន8នាក់និងកាំភ្លើងខ្លីចំនួន4ដើមភ្នំពេញក្រុមជនល្មើសដែលក្លែងបន្លំជាសមត្ថកិច្ចដោយខ្លះស្លៀកសម្លៀកបំពាក់ឯកសណ្ឋានកងរាជអាវុធហត្ថហើយធ្វើសកម្មភាពចាប់ជំរិតទារលុយពីជនជាតិចិនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនៅពេលយប់នោះត្រូវកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបើកប្រតិបត្តិការស្រាវជ្រាវនិងឈានដល់ការបង្ក្រាបបានជនសង្ស័យចំនួន8នាក់នៅថ្ងៃទី21ខែវិច្ឆិកាឆ្នាំ2025នេះលោកឧត្តមសេនីយ៍ឯកជុននរិនស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថាកាលពីថ្ងៃទី15ខែវិច្ឆិកាឆ្នាំ2025វេលាម៉ោង 3:20 នាទីទៀបភ្លឺមានករណីចាប់បង្ខាំងមនុស្សដោយខុសច្បាប់ជំរិតទារប្រាក់ចំនួន$52,000អាមេរិកលើបុរសជនជាតិចិនស្ថិតនៅចំណុចផ្លូវ352ភូមិ8សង្កាត់បឹងកេងកងទី1ខណ្ឌបឹងកេងកងរហូតដល់ថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2025ដោយអនុវត្តតាមវិធានការជំនាញនិងការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់នោះកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយអធិការដ្ឋាននគរបាលទាំង14ខណ្ឌនិងស្នងការដ្ឋាននគរបាលខេត្តកណ្ដាលខេត្តតាកែវខេត្តកំពតខេត្តសៀមរាបនិងខេត្តព្រះសីហនុរហូតស្វែងរកជនសង្ស័យចំនួន8នាក់នោះក្នុងនោះរួមមានទី1ឈ្មោះហុំសុផុនអាយុ32ឆ្នាំមុខរបរមិនពិតប្រាកដទីលំនៅនៅបន្ទប់ជួលផ្លូវបេតុងខណ្ឌទួលគោករាជធានីភ្នំពេញទី2ឈ្មោះខឿនរុនអាយុ31ឆ្នាំមុខរបរមិនពិតប្រាកដទីលំនៅស្រុកស្នួលខេត្តក្រចេះទី3ឈ្មោះននស៊ីតុនអាយុ35ឆ្នាំមុខរបរមិនពិតប្រាកដទីលំនៅឃុំបឹងខ្យាងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលទី4ឈ្មោះហុំវីរៈហៅវុតអាយុ24ឆ្នាំមុខរបរបើកបររថយន្តឲ្យចិនទីលំនៅភូមិដំរីលែងឃុំតតុងស្រុកដងតុងខេត្តកំពតទី5ឈ្មោះហុំសុភ័ក្រហៅយ៉តអាយុ35ឆ្នាំមុខរបរបើកបររថយន្តឲ្យចិនទីលំនៅស្នាក់នៅខុនដូរេស៊ីដង់ផ្លូវ432ក្រុម1ភូមិសន្សំកុសលសង្កាត់បឹងទំប៉ុនរាជធានីភ្នំពេញទី6ឈ្មោះជាសុកលីអាយុ25ឆ្នាំមុខរបរបើកបររថយន្តឲ្យចិនទីលំនៅភូមិធំទីលំនៅឃុំភូមិធំស្រុកគៀនស្វាយខេត្តកណ្ដាលទី7ឈ្មោះមុនវិចិត្រចិន្តាហៅចិន្តាអាយុ29ឆ្នាំមុខរបរបើកបររថយន្តឲ្យចិនទីលំនៅស្នាក់នៅបុរីក្រែនភ្នំពេញសង្កាត់ក្មួយខណ្ឌសែនសុខរាជធានីភ្នំពេញទី8ឈ្មោះឡែមលៀបអាយុ34ឆ្នាំមុខរបរបុគ្គលិកលក់ដីឡូទីលំនៅផ្ទះលេខ B5627 ផ្លូវលេខ6បុរីឈុកមាសខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញលោកឧត្តមសេនីយ៍ឯកជុននរិនបានបញ្ជាក់ថាក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចជំនាញដកហូតបានរថយន្ត Mack Bruce ពណ៌សពាក់ស្លាកលេខកំពត 2B8818 និងរថយន្ត Mack Bruce ពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ 2BQ8101 កាំភ្លើង4ដើមទូរស័ព្ទចំនួន6គ្រឿងគ្រាប់ចំនួន38គ្រាប់ខ្នោះដៃចំនួន7សម្លៀកបំពាក់កងរាជអាវុធហត្ថចំនួន4កំប្លែកាតកងរាជអាវុធហត្ថចំនួន2សន្លឹកកូពីកាបូបស្ពាយចំនួន1តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង8នាក់ខាងលើថាខ្លួនពិតជាបានធ្វើសកម្មភាពចាប់ជំរិតទារប្រាក់ចំនួន6លើកពិតប្រាកដមែនបច្ចុប្បន្នជនសង្ស័យទាំង8នាក់ខាងលើត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់កសាងសំណុំរឿងដើម្បីបន្តនីតិវិធីទៅកាន់សាលាដំបងរាជធានីភ្នំពេញបើតាមឧត្តមសេនីយ៍ឯកជុននរិនក្រុមជនល្មើសទាំងអស់នេះហើយដែលធ្វើឲ្យខូចឈ្មោះប្រទេសជាតិលើឆាកអន្តរជាតិនិងប៉ះពាល់ដល់កិត្តិយសកងកម្លាំងសមត្ថកិច្ច